តទៅនេះសម្បុកនិទាននឹងលើកយកសាច់រឿងនិទានខ្មែរដែលមានចំណងជើងថាកូនអកតញ្ញូនៅក្នុងភូមិតូចមួយដាច់ស្រយាលពីទីប្រជុំជនមានប្តីប្រពន្ធមួយគូប្តីមានឈ្មោះរិទ្ធនិងប្រពន្ធមានឈ្មោះហែមពួកគេបានរៀបការអស់រយៈពេល4ឆ្នាំមកហើយប៉ុន្តែជញ្ជាំងផ្ទះនៅតែស្ងាត់ជ្រងំគ្មានឮសូរសំឡេងកូនក្មេងនោះទេអ្នកស្រីហែមមានសុខភាពមិនសូវល្អតាក់ទងទៅនឹងការមានបុត្រធ្វើឲ្យពួកគេទាំងពីរនាក់ព្រួយបារម្ភនិងខិតខំស្វែងរកគ្រូមធ្យោបាយពួកគេបានទៅរកគ្រូខ្មែរសុំទឹកមន្តថ្នាំបុរាណនិងទៅពិគ្រោះជាមួយនឹងគ្រូពេទ្យសង្ឃឹមថានឹងបានកូនម្នាក់មកបន្តវង្សត្រកូលនិងជាចំណងដៃនៃក្តីស្រឡាញ់របស់ពួកគេមួយឆ្នាំក្រោយមកអ្វីៗដែលពួកគេប្រាថ្នាក៏បានคล้ายជាការពិតអ្នកស្រីហែមបានមានគភ៌ហើយក្រោយមកក៏ប្រសូតបានកូនប្រុសម្នាក់អ្នកទាំងពីរសប្បាយរីករាយឥតឧបមាហាក់បីដូចជាមានពេជ្រដ៏មានតម្លៃពួកគេបានដាក់ឈ្មោះកូនប្រុសនោះថាមុនីជីវិតរបស់ពួកគេគឺពោរពេញទៅដោយសុភមង្គលពួកគេថ្នាក់ថ្នមបីបងប្អូនប្រុសរបស់ពួកគេដោយក្តីស្រឡាញ់និងការយកចិត្តទុកដាក់បំផុតមិនដែលឲ្យទាស់ចិត្តម្ដងណាឡើយមុនីធំឡើងដោយក្តីស្រឡាញ់ពេញទំហឹងពីឪពុកម្ដាយពេលវេលាបានកន្លងផុតទៅយ៉ាងលឿន15ឆ្នាំក្រោយមកមុនីបានក្លាយជាក្មេងជំទង់ប៉ុន្តែអកុសលភាពរីករាយនិងសុភមង្គលក្នុងគ្រួសារត្រូវចាប់ផ្ដើមរលាយបាត់បង់អស់ក្តីស្រឡាញ់ដែលឪពុកម្ដាយបានផ្ដល់ឲ្យមុនីច្រើនហួសហេតុពេកក៏បានធ្វើឲ្យមុនីក្លាយជាក្មេងទំនើងគេចាប់ផ្ដើមរាប់អានមិត្តអាក្រក់ដើរលេងផឹកស៊ីលេងល្បែងនិងធ្វើអំពើមិនគប្បីផ្សេងទៀតមុនីលែងគិតពីការសិក្សាលែងគិតពីឪពុកម្ដាយដែលលះបង់គ្រប់បែបយ៉ាងដើម្បីគេទៀតហើយលោករិទ្ធនិងអ្នកស្រីហែមព្យាយាមអប់រំណែនាំកូនប្រុសរបស់ខ្លួនជាច្រើនលើកជាច្រើនសារតែមិនបានផលអ្វីឡើយមុនីកាន់តែរឹងទទឹងនិងហ៊ានប្រើពាក្យសម្ដីអាក្រក់ជួនកាលថែមទាំងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះនិងធ្វើបាបផ្លូវចិត្តរបស់ឪពុកម្ដាយជាទីស្រឡាញ់របស់គេទៀតផងរាល់ថ្ងៃទឹកមុខរបស់អ្នកទាំងពីរគឺពោរពេញទៅដោយទុក្ខព្រួយនិងទឹកភ្នែកដោយសារតែទង្វើអកតញ្ញូរបស់កូនប្រុសតែមួយគត់របស់ពួកគេស្ដាយក្រោយដែលបានថ្នាក់ថ្នមកូនខ្លាំងពេករហូតដល់ភ្លេចគិតពីការបង្រៀនកូនឲ្យចេះទទួលខុសត្រូវនិងចេះគិតដល់អ្នកដទៃថ្ងៃមួយមុនីបានបង្កអំពើហិង្សាមួយក្នុងពេលជួបជុំគ្នាជាមួយមិត្តភក្តិហើយក៏បានរត់គេចខ្លួនទុកឲ្យឪពុកម្ដាយរបស់គេរងទុក្ខនិងព្រួយបារម្ភស្ទើរតែដាច់ខ្យល់ភ្លាមនោះប៉ូលីសក៏បានចុះមកដល់ផ្ទះរបស់ពួកគេនិងប្រកាសប្រាប់ថាមុនីត្រូវបានចាប់ខ្លួនដោយសារតែបទល្មើសដែលគេបានប្រព្រឹត្តនៅពេលនោះលោករិទ្ធនិងអ្នកស្រីហែមបានត្រឹមទ្រហោយំដោយក្តីអស់សង្ឃឹមនិងឈឺចាប់ទោះជាយ៉ាងណាក៏ដោយពួកគេក៏បានដឹងថានេះគឺជាផលវិបាកដែលកូនប្រុសរបស់ពួកគេត្រូវតែទទួលខុសត្រូវចំពោះទង្វើរបស់គេក្តីស្រឡាញ់របស់ពួកគេនៅតែមានចំពោះកូនប៉ុន្តែពួកគេក៏ដឹងដែរថាផ្លូវដែលមុនីកំពុងតែដើរគឺមិនអាចត្រឡប់ថយក្រោយបានឡើយមុនីបានទទួលរងនៅផលកម្មដែលកើតចេញពីអកតញ្ញូធម៌របស់គេសាច់រឿងកូនអកតញ្ញូបានផ្ដល់នូវមេរៀនអប់រំដ៏ជ្រាលជ្រៅមួយចំនួនតម្លៃនៃការដឹងគុណកូនត្រូវតែចេះដឹងគុណ
ចំពោះការលះបង់ធំធេងរបស់ឪពុកម្ដាយការអកតញ្ញូធម៌គឺមិនអាចនាំមកនូវសេចក្តីសុខបានឡើយផ្ទុយទៅវិញវានាំមកនូវភាពវិនាសនិងវិបដិសារីជាទីបំផុតតុល្យភាពនៃក្តីស្រឡាញ់និងការអប់រំឪពុកម្ដាយត្រូវតែផ្ដល់ក្តីស្រឡាញ់ដល់កូនៗប៉ុន្តែមិនត្រូវភ្លេចការណែនាំនិងការដាក់វិន័យឲ្យបានត្រឹមត្រូវនោះទេការស្រឡាញ់ហួសហេតុដោយគ្មានការអប់រំអាចធ្វើឲ្យកូនៗក្លាយជាមនុស្សរឹងរូសគិតតែពីខ្លួនឯងនិងមិនចេះទទួលខុសត្រូវផលវិបាកនៃការជ្រើសរើសផ្លូវខុសរាល់ការសម្រេចចិត្តក្នុងជីវិតសុទ្ធតែមានផលវិបាកការជ្រើសរើសផ្លូវដើរលេងទំនើងមិនខ្វល់ពីឪពុកម្ដាយនិងប្រព្រឹត្តអំពើមិនល្អនឹងនាំមកនូវទោសទណ្ឌនិងទុក្ខលំបាកដល់ខ្លួនឯងនិងក្រុមគ្រួសារនេះបង្ហាញពីច្បាប់ផលកម្មដែលអ្នកធ្វើអ្វីនឹងទទួលបានផលនោះមកវិញរឿងកូនអកតញ្ញូចប់ដោយបរិបូរណ៍